បាទទស្សនីបងប្អូនទាំងគ្នាបាទនេះនេះទៅនៃផាត់ត្រីខាំបាទព្រឹកមិញយើងដាក់វាស័យក្នុងកែវនេះបងប្អូនហ្នឹងហ្នឹងហើយអញ្ចឹងបើសិនតែព្រឹកឡើងបងប្អូនមានរវល់អីបងប្អូនអាចចំណាយពេល10នាទីយើងស័យវាអញ្ចឹងណាដាក់កែវចិត្តគ្នាយើងមកហើយដាក់ទឹកទៅមកដាក់មេ3 4ហ្នឹងមកបើមានឈ្មោលទៀតកាន់តែល្អដាក់ឈ្មោលនេះក៏បានដែរឲ្យវាដេញហ្នឹងហើយតោះយើងកូរវាកូរតិចបងប្អូនទាំងគ្នាបាទយើងកូរវាតិចហ្នឹងអាហ្នឹងពេលព្រឹកបងប្អូនទាំងគ្នាបាទចំណាយពេល5នាទី10នាទីកូរវាទៅតិចហ្នឹងទៅវាអួតដេញរហូតបាទហ្នឹងហើយចាំមកហ្នឹងហើយយើងសម្រាប់វាដល់ពេលទឹករៀងស្ងប់តិចយើងចាប់ដើមកូរទៀតយើងកូរធ្វើម៉េចធ្វើឲ្យចលនាត្រីយើងកុំឲ្យវាសម្រាប់ហ្នឹងហើយរយៈពេល10នាទីទៅហ្នឹងហើយពេលបងប្អូនកូរទឹកហើយហ្នឹងហើយបងប្អូនអាចយកវាមកប្រឡេងដេញមេដាក់កូនដី4ទៅវាដេញចោលដេញកន្លះម៉ោងឬ2ម៉ោងចោលទៅឲ្យវាដេញហើយពេលវាដេញហើយបងប្អូនចាប់វាចូលកែវចំរបស់យើងឲ្យចំណីវាស៊ីណាបងប្អូននេះឲ្យចំណីវាស៊ីទៅហើយយើងគ្របវាទុកទៅបាទហើយបើល្ងាចឡើងម៉ោង5បងប្អូនទៅនេះចាប់ដើមវាដេញមេទៀតឲ្យស្អីមេអញ្ចឹងបងប្អូននេះបាទដាក់មេមួយទៅហើយដាក់កែវយើងមកក៏បានដែរយើងដាក់ជើងមកឲ្យវាស័យវារហូតចឹងបងប្អូននេះបាទហ្នឹងហើយឃើញទេចាំបានត្រីយើងមួយថ្ងៃវាចលនារហូតវាអត់ទៅនេះហើយថ្ងៃឡើងបងប្អូនទៅនេះបើវាអួត15នាទីទៅតែដាក់ឲ្យឆ្ងាយពីគ្នាបងប្អូននេះឲ្យវាអួត15នាទីទៅហើយយកចុងចង្កឹះលេងវាឲ្យវាអួតចុះអួតឡើងបងប្អូននេះបាទហ្នឹងហើយនេះគេថែត្រីនៅកាក់ឋានខ្ញុំតែប៉ុណ្ណឹងវារៀងហត់ដែរថែត្រីបងប្អូនទាំងគ្នាបាទពេលខ្លះត្រីយើងទិញមកគ្រាប់ 20000ឲ្យគេថែ 20000គេមិនចង់ថែផងវាហត់ណាត្រីគុណភាព50អ្នកលើអ្នកថែ50ពេលខ្លះត្រី50អ្នកថែបានតែ30ក៏ទៅដែរពេលខ្លះត្រីចិត្តបាន30អ្នកថែបាន70ក៏វាល្អដែរអញ្ចឹងណាបងប្អូនបាទនេះឃើញត្រីហ្នឹងសុខភាពល្អបាទហើយយើងនៅមួយវារងថ្ងៃយើងដឹងសុខភាពវាយ៉ាងម៉េចអីយ៉ាងម៉េចអញ្ចឹងបងប្អូនគ្នាបាទបើយើងអត់តាមដានសុខភាពវាទេយើងបាក់ហើយពេលយើងថែយ៉ាងហើយបងប្អូនគ្នាយើងត្រូវឲ្យវាសម្រាករយៈពេល2ថ្ងៃឧទាហរណ៍ថាយើងត្រូវជួលថ្ងៃអាទិត្យអញ្ចឹងថ្ងៃសុក្រពេលល្ងាចគឺយើងឲ្យវាដេកដេកថ្ងៃសៅរ៍ថ្ងៃសុក្រពេលល្ងាចឲ្យវាដេកបាទយើងប្រហាត់ឲ្យដេញមេឲ្យវាដេកអញ្ចឹងថ្ងៃសៅរ៍បងប្អូនលើកឲ្យវាស៊ីឆ្អែតហើយថ្ងៃសៅរ៍ព្រឹកឡើងបងប្អូនលើកវាមកវាអួតគ្នាប្រហែលជា5នាទី10នាទីទៅឬក៏ឲ្យវាដេញមេប្រហែលជា5នាទីទៀតឲ្យវាដេករហូតដល់ព្រឹកឡើងជុលបណ្ដោយអញ្ចឹងបងប្អូននេះបាទតែចំណេះស៊ីឆ្អែតតែពេលមុនជុលបងប្អូនត្រូវមើលផងណាទី1មើលពោះវាសុខភាពវាតើវាខ្លាអត់អីអត់ត្រីពេលណាយើងលើកពីកែវដេកមកវាអត់សូវខ្លាដូចយើងទាំងចំកែវទេអញ្ចឹងណាអញ្ចឹងយើងតាមដានវាមកស្ទុះទៅបើថាវាសុខភាពវាល្អហើយមកមួនហើយយើងយកទៅខាំណាបាទហើយក៏ចែកម្លេចទីបងប្អូនទាំងគ្នាបាទអរគុណច្រើនហើយបងប្អូនត្រូវការត្រីល្អអីអាចតាក់ទងបងប្អូនទាំងបាទមានត្រីខាំល្អច្រើនបាទខ្ញុំលក់តម្លៃឲ្យសមរម្យអាចយកលេងលុយបាន50000 100000អីតែលុយធំអត់ហ៊ានរីកមិនទេយើងមិនគាត់ថាតែយើងល្អបើគេក៏ល្អជាងយើងដែរអញ្ចឹងណានេះខ្ញុំម៉ែបាទនេះត្រីម៉ែស្រាច់អានេះគីឡូ9បាទគឺយើងចាប់ម៉ែខំតទៅខ្ញុំខំរាល់ខែបាទនេះបាទអានេះត្រីទុំឈ្នះអាទិត្យមុនបាទនេះអត់កាត់ទៀតណាហ្នឹងហើយនេះមេបាពូជបើសិនបងប្អូនធ្វើការមេពូជក៏មានដែរបាទពងពីងពោះបាទហ្នឹងហើយអរគុណចាស់បងប្អូន